សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកពីវិធីសាស្ត្រដែលយើងអាចការពារនៅពេលដែលគេខ្ចីទូរស័ព្ទយើងទៅគេច្រឡំចុចចូលទៅកន្លែង iCloud ហើយគេនឹងចាក់ឲ្យយើងជាប់ iCloud បាននេះចំណុចនេះបងប្អូនចំណុចដែលមើលទៅឃើញមិនសូវច្បាស់នេះគឺយើងមិនអាចចុចបានទេគឺយើងធ្វើបែបនេះការពារនៅពេលដែលគេខ្ចីទៅហើយគេចូលកម្មវិធីឲ្យគេច្រឡំចុចចូលទៅគឺវាអាចជាប់ iCloud ដូច្នេះខ្ញុំមានវិធីដោះស្រាយគឺខ្ញុំចាក់ឲ្យវាចុចលែងបានបែបនេះអញ្ចឹងដើម្បីឲ្យចាក់បែបនេះហើយនឹងដោះវាកុំឲ្យចាក់បែបនេះគឺខ្ញុំត្រូវចូលទៅកម្មវិធីមួយដែលមានឈ្មោះថា Screen Time នេះខ្ញុំចូលទៅកម្មវិធីនេះរួចហើយខ្ញុំទៅរកកម្មវិធីមួយដែលគេដាក់ថា Content and Privacy Restriction អញ្ចឹងយើងចូលទៅកម្មវិធីហ្នឹងទៅរួចបន្ទាប់មកយើងអូសចុះទៅលើដើម្បីរកពាក្យមួយគឺ account អញ្ចឹងពាក្យ account នេះអញ្ចឹងយើងចូលទៅវាមានពីរជម្រើសទីមួយមាន allow ហើយនឹង don't allow អញ្ចឹងបើយើងដាក់ allow បានថាកន្លែង iCloud នោះគឺយើងអាចចុចចូលបានបើយើងដាក់ don't allow កន្លែង iCloud នោះយើងមិនអាចចូលបានទេឥឡូវខ្ញុំសាកល្បងដាក់ allow ហើយយើងថយទៅវិញថយទៅហើយយើងអូសមកលើចាំតិចវានឹងឃើញទេបងប្អូនឥឡូវវាច្បាស់បែបនេះគឺយើងអាចចុចចូលបានឃើញទេហើយយើងអាចធ្វើឲ្យជាប់ iCloud បានអញ្ចឹងយើងអាច sign in បានអញ្ចឹងដើម្បីការពារមិនឲ្យគេចូលបានហើយនឹងច្រឡំដៃ sign in មានតែបិទអានេះកុំឲ្យវាចុចចូលបានអញ្ចឹងយើងទៅចូលកម្មវិធីយើងម្ដងទៀតត្រូវពាក្យ Screen Time ម្ដងទៀតដើម្បីទៅដាក់ Don't Allow វិញម្ដងអញ្ចឹងយើងអូសត្រូវពាក្យ Content and Privacy Restriction អញ្ចឹងយើងចូលមកហើយបន្តមកយើងរកពាក្យថា account អញ្ចឹងពាក្យ account នៅនេះអញ្ចឹងពាក្យ account នៅនេះហើយគេដាក់ថា allow អញ្ចឹងបានថាចូលបានឥឡូវយើងចូលទៅ account ដើម្បីបដូរមក don't allow វិញអូខេយើងចូលគ្រីសរួចហើយយើងថយអញ្ចឹងយើងមកមើលម្ដងទៀតតើយើងអាចចុចបានទៀតឬអត់ឥឡូវនេះគឺវាលែងច្បាស់ហើយអញ្ចឹងបានន័យថាយើងចុចលែងបានហើយអញ្ចឹងងាយនេះជាវីដេអូចែករំលែកអរគុណច្រើនសម្រាប់ការតាមដានទស្សនា